វាជាប្រផ្នូលឬក៏អ្វីរុនតាក់បាញ់ស្ដាយចំកន្លែងហាត់សមសម្រាប់រាជពិធីបុណ្យចូលព្រះនង្គ័លនៅក្នុងប្រទេសថៃរហូតផ្អើលគោឧសភរាជនិងអ្នកហាត់សមនានាហើយរំលងមកមួយថ្ងៃរុនជួយដីក៏បានអង្រួនខេត្តនគរស៊ីធម្មរាជទៀតផងគណៈបណ្ដាខេត្តនៅជាប់ប្រទេសឡាវក៏កំពុងតែជ្រួលច្របល់និងភិតភ័យអំពីការផ្ទុះឡើងនៃជំងឺអន្តរទៅទៀតយោងតាមគេហទំព័រព័ត៌មាន90ដល់13នៅថៃបានចុះផ្សាយថានៅវេលាត្រឹមព្រឹកថ្ងៃអង្គារម្សិលមិញគឺមានការហាត់សមសម្រាប់រាជពិធីបុណ្យច្រត់ព្រះនង្គ័លដែលគ្រោងប្រពធ្វើឡើងនៅថ្ងៃទី9ខែឧសភានេះនៅទីលានហ្សាណាំឡុកនៅក្នុងទីក្រុងបាងកកស្រាប់តែមានរទេះបាញ់ស្ដែងនៅមុខចុះមង្គលភ្លើងរហូតផ្អើលគោឧសភរាជនិងអ្នកហាត់សមនានាហើយបន្ទាប់មកក៏មានភ្លើងធ្លាក់ជោគជាំថែមទៀតផងបន្ទាប់ពីមានរទេះបាញ់ចុងកន្លែងសម្រាប់ប្រពៃពិធីច្រត់ព្រះនង្គ័លបែបនេះរំលងមកមួយថ្ងៃពោលគឺថ្ងៃពុធនេះនៅស្រុកឆាវ៉ាំងស្រាប់តែមានរញ្ជួយដីកម្រិត3រយទ័របានវាយប្រហារទៀតផងនៅវេលាម៉ោង 5:31 នាទីទីភ្លឺរហូតបង្ខំឲ្យមានការជំលានអ្នកជំងឺចេញពីមន្ទីរពេទ្យឆាវ៉ាំង Ground Prince Hospital ទាំងភិតភ័យផងដែរគណៈគ្រូធម្មជាតិវាយប្រហារផ្ទុនបែបនេះនៅក្នុងប្រទេសថៃក៏កំពុងតែមានការភិតភ័យអំពីការផ្ទុះឡើងនៃជំងឺអង្ត្រៈនៅខេត្តមុកដាហាននាភាគឦសានជាប់ព្រំដែនជាមួយនឹងប្រទេសឡាវផងដែរជំងឺដ៏គួរឲ្យភ័យខ្លាចនេះបានផ្ដាច់ជីវិតអ្នកទទួលទានសាច់ឆៅម្នាក់រួចមកហើយនៅក្នុងចំណោមអ្នកឆ្លងចំនួន3ករណីដែលសុទ្ធតែបានទទួលសាច់គោឆៅដែលមានផ្ទុកមេរោគអង្ត្រៈគណៈ98អ្នកផ្សេងទៀតកំពុងស្ថិតក្រោមការតាមដាននិងមានរាប់រយអ្នកផ្សេងទៀតជាប់ពាក់ព័ន្ធជំងឺអង្ត្រៈឬក៏ពឹសធ្យូងមានរោគសញ្ញា3ទម្រង់ទម្រង់ទី1ឆ្លងតាមរយៈស្បែកធ្វើឲ្យស្បែកឡើងក្រហមស្បែកពុកឡើងក៏ដូចជាធ្យូងមានអាការៈលហិតលហើយអស់កម្លាំងបរិភោគអាហារមិនបានទម្រង់ទី2ឆ្លងទៅតាមផ្លូវដង្ហើមធ្វើឲ្យរលាកសួតខូចសួតអាចប៉ះពាល់ទៅដល់អាយុជីវិតបើព្យាបាលមិនទាន់ពេលវេលាទម្រង់ទី3ឆ្លងតាមការបរិភោគនិងធ្វើឲ្យឈឺពោះជាដើម